រៀបត្រីចងចាំលើកទី6បង្វែរពីកម្មវិធីសបាយៗមកជាមូលនិធិវប្បធម៌គាំទ្រដល់វីរៈកងទ័ពនិងជនភៀសសឹកសម្រាប់កម្មវិធីរៀបត្រីចងចាំលើកទី6ក្នុងឆ្នាំនេះមិនបានរៀបចំកម្មវិធីសបាយៗដូចជារាល់ឆ្នាំនោះទេផ្ទុយទៅវិញកម្មវិធីបង្វែរទៅជាកម្មវិធីមូលនិធិវប្បធម៌គាំទ្រដល់វីរៈកងទ័ពនិងជនភៀសសឹកសម្រាប់សិល្បករសិល្បករនីដែលបានចូលរួមកម្មវិធីរាត្រីចងចាំលើកទី6កាលពីថ្ងៃទី15ខែធ្នូនៅសាលាមធ្យមវិចិត្រសិល្បៈកន្លងមកនេះម្នាក់បានអំពាវនាវដល់សប្បុរសជនចូលរួមជួយកងទ័ពនិងជនភៀសសឹកតាមលទ្ធភាពមិនថាថវិកាស្បៀងសម្ភារៈប្រើប្រាស់ផ្សេងៗដើម្បីជួយដល់កងទ័ពព្រមទាំងជនភៀសសឹកដោយបានដឹងស្រាប់ហើយថាពេលនេះចំនួនជនភៀសសឹកបានកើនឡើងជាច្រើនជារៀងរាល់ថ្ងៃក្រោយការរត់គេចពីការវាយប្រហាររបស់កងទ័ពសៀមនៅក្នុងឱកាសបើកកម្មវិធីរាត្រីចងចាំនោះផងដែរលោកជំទាវបណ្ឌិតសភាចាភឿងសកលណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានមានប្រសាសន៍ថានៅចំពោះមុខស្ថានភាពដ៏លំបាកនេះប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតែរួបរวมកម្លាំងសាមគ្គីជាកម្លាំងតែមួយនិងបន្តគាំទ្រនិងជឿជាក់លើការដឹកនាំរបស់ថ្នាក់ដឹកនាំជនណាដែលបំផ្លាញសម្បត្តិបេតិកភណ្ឌដែលចាត់ទុកជាស្នាដៃរបស់អាទិទេពនឹងទទួលរងការចុះនរក32ជាន់រហូតដល់ពេលអស់ព្រះច័ន្ទនិងព្រះអាទិត្យយើងសង្ឃឹមថាបណ្ដាសាទាំងនោះនឹងធ្លាក់ទៅលើជនណាដែលបានបំផ្លាញនៅប្រាសាទដែលជាបេតិកភណ្ឌរបស់ជាតិយើងនេះជាមេរៀនប្រវត្តិសាស្ត្រដែលយើងនឹងចារតកូនតចៅមូលនិធិវប្បធម៌គាំទ្រដល់វីរៈកងទ័ពនិងជនភៀសសឹកនៅតែបន្តទទួលជំនួយពីបងប្អូនសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសជារៀងរាល់ថ្ងៃដែលមានទីតាំងនៅសាលាមធ្យមវិចិត្រសិល្បៈមិនថាថវិកាស្បៀងសម្ភារៈប្រើប្រាស់ផ្សេងៗ